បាទទីសួរបងប្អូនអ្នកផលិតដំណាំរ៉េនរបស់គ្នាបាទថ្ងៃនេះថ្ងៃទី8ខែ1ឆ្នាំ2026បាទចឹងថ្ងៃនេះមកមើលតរ៉េនពន្លឿនរដូវនៅខាងសំឡូតបាទទីសួរបងកំពុងបេះការចោលហ្នឹងណាបេះតែលើសកម្រិតហ៎វាថាលើសក៏បានថាស្ទើក៏បានដូចមិនស្ទើទេបងទៅបើស្ទើយើងបោះបេះទៅអីបាទដូចបងបញ្ជាក់អញ្ចឹងបើស្ទើនឹងបេះទៅអីបងបាទបងសុំសួរបងមួយសំណួរពីរសំណួរបងបាទដល់ឥឡូវពលឿនរដូវយើងឃើញខ្លះចាប់ផ្ដើមកន្ទុយជះហើយបាទចង់សួរបងពាក់ព័ន្ធជាមួយនឹងការផលិតតរ៉េនពលឿនរដូវនឹងក្នុងរដូវរបស់បងមកដល់ឥឡូវហ្នឹងមិនដែរបងការថែទាំអីយើងនៅក្នុងរដូវនៅរៀងកេលកោតតិចដោយសារអាកាសធាតុវាដូរចុះដូរឡើងបាទតែមួយរយៈហ្នឹងរៀងមកច្រើនដោយសារវារឿងតិចរៀងថេរឿងហ្នឹងបាទហ្នឹងហើយបើវាដូរទៀតហើយមេឃក៏រៀងអ៊ូអាប់ចិត្តភ័យម្នាក់ចេះតែបារម្ភពូវាតាក់ទងត្រេនវាតាក់ទងដូចថាដូរអារម្មណ៍បាទដូចកូនក្មេងតែដូរអារម្មណ៍បកាច់ពេញដីធាក់ឡើងហុយដីទលោមបាទហើយបើងាកមកត្រេនពលឿនរដូវវាមើលដើមនេះតែពលឿនដើមនេះក៏បានដែរមកមើលអាគារគ្នាមកមើលអាគារអានេះពលឿនរបស់ខ្ញុំបាទនេះក៏រឿងនៅរបស់បងបាទពលឿនរដូវរបស់ខ្ញុំហើយហាក់ដូចជាអត់មានពិបាកទេពីមុនខ្ញុំគិតថាពលឿនរដូវយើងចំណាយអស់ច្រើនប៉ុន្តែដល់ពេលយើងមកទប់អាកាសធាតុយើងជួបអាកាសធាតុបែបឆ្នាំនេះគឺវារៀងដូរអារម្មណ៍ច្រើនអញ្ចឹងវាក្នុងរដូវខ្ញុំមានអារម្មណ៍ថាចំណាយច្រើនជាងវិញឆ្នាំនេះណាបាទបងចំណាយច្រើនវិញដោយសារវាដូរចុះវាចេញមកវាក្រៀមបាទក្រៀមក្រៀមអីហ្នឹងទៅយើងទៅចាប់ដើមឡើងមកវិញសំឡើងមកវិញអញ្ចឹងបើនៅក្នុងរដូវវានៅក្នុងពលឿនរដូវក្នុងអាកាសធាតុថេយើងដូចជាតែវាចេញឲ្យវាអត់ឆក់យើងបាទហើយមួយទៀតបងការផលិតរបស់បងមកដល់ឥឡូវតើបងនៅពឹងលើជីថ្នាំថៃទៀតទេឬក៏ឈប់ហើយបងខ្ញុំឈប់2ឆ្នាំហើយឈប់2ឆ្នាំហើយណាបងបាទឈប់មិនដែរបងបន្ទាប់ពីឈប់មួយខាងសៀមខាងថៃមកដូចជាមិនអីណាបាទហើយដូចជាស្រួលចិត្តជាងមុនយើងអត់គេយើងរស់បានដែរបងបាទអត់គេយើងនៅតែទៅធ្វើតាណាទៅមុខធម្មតាបាទយើងនៅតែអាចផលិតផ្លែផ្កានាំមានផែនការនាំចេញដែរមែនទេបងបាទនេះស្តង់ដារសម្រាប់នាំចេញក្នុងពលឿនរដូវនេះមើលកៅមាននេះមើលកៅមាននេះហើយព្រឹកមិញខ្ញុំទៅដាក់ទឹក10នាទីហ្នឹងឯងនេះបាទហើយយើងទៅមើលអាដើមផ្សេងទៀតជួយថាមកដើមអីណាបាក់ទៅទួយជិះខ្ញុំមើលស្លឹកវាបាទនេះសុខភាពស្លឹកខាងក្រៅនៃតរ៉េនពន្លឿនរដូវរបស់បងវណ្ណរាបាទចឹងសូមនេះមើលខ្ញុំការវាអត់មាននេះទេបាទខ្ញុំទៅបញ្ចូល10នាទីទេបងទៅដាក់ទឹកមកវិញ10នាទីបាទក្រោយបង្កាត់ណាមែនណាបាទក្រោយបង្កាត់ហើយបាទហើយខ្ញុំសង្កេតឃើញបងប្អូនឥឡូវគាត់សួរខ្ញុំតាក់ទងនឹងរឿងពន្លឿនរដូវនេះច្រើនគ្នាបាទហើយគាត់ចាប់អារម្មណ៍ខ្ញុំគិតថាបើសិនតែយើងងាកមកពន្លឿនរដូវវាជាក់លាក់ជាងហើយការចំណាយគឺយើងមិនតឹងចិត្តដូចក្នុងរដូវក្នុងរដូវបានន័យថាវារៀងបើសម្រាប់ម្នាក់ដែលគាត់ដឹងនៅតែរៀងស្រួលប៉ុន្តែអ្នកដែលមិនដឹងគាត់នៅតែរៀងមានអារម្មណ៍រងាប់យឺនហើយតាក់ទងនឹងទី1អាកាសទី2គឺរឿងទឹកហើយរឿងជីថ្នាំហ្នឹងគឺយើងវារឿងបន្ទាប់បន្សំមួយហើយបើសិនតែយើងយកថាជីថ្នាំបាញ់ទៅឲ្យចេញបើអាកាសមិនឲ្យមិនទឹកយើងមិនតម្រូវតាមវាគឺអត់អាចទេហើយតរ៉េនរាល់ដងគឺក្នុងរដូវតោតែយើងរឿងទ្រោមជាងនេះបានចេញតែបើគឺខ្ញុំគ្រាន់បន្តអាទី2អត់ទេចាំបាច់ទ្រោមមែនទេគឺវាមុំវាអាចមកបងគ្រប់តាំងមាន2វគ្គបាទមានវគ្គដំបូងខែប៉ុន្មានវគ្គដំបូងខែ10វគ្គដំបូងខែ10វគ្គទី2
ខែ11 វាទី2ខែ11បាទ ហើយចេញបានវែងហើយ មិនវិញហើយ គ្រូបេះ គុណភាពស្លឹក បាទហើយអាផ្កានេះអត់ទុកទេ ហើយបងបាទចឹងបញ្ជាក់ដែរមកដល់ឥឡូវបោះបងមានដើមខ្លះពោបានក្តឹបប៉ុណ្ណេះហើយបាទក្តឹបរីកធំម្ដងបដើមានផ្កាក្នុងវ័យកតុយជាក្តឹបវ័យកតុយជាហើយមានផ្កាបែកមានត្រពុញញោមចាស់ចឹងបងមានតាមវគ្គចឹងធ្វើម៉េចឲ្យមានការផ្គត់ផ្គង់ទៅទីផ្សារហ្នឹងបានមានជំរើសច្រើនបាទមានជំរើសមានតាមដំណើរហើយនឹងជំរើស បាទ មានជាប់អាចបេះចាប់ផ្ដើមពីខែប្រហែលតើបងមើលទៅ ពីចូលមុនចូលឆ្នាំ2ថ្ងៃ អូមុនចូលឆ្នាំទៅអញ្ចឹងមុនចូលឆ្នាំទៅមានបន្តគ្នារហូតហ្នឹងណា បាទបាទបន្តរហូតតាមវគ្គតាមឆ្នាំ សូមបញ្ជាក់ដែរគឺជាការបងមិនមានប្រើផលិតផលខាងលិចទៀតទេឬក៏ផលិតផលសៀមទៀតទេគឺយើងប្រើផលិតផលរបស់ខាងក្រុមហ៊ុនសេះមកកង់ នាំចូលមក ជាមួយនឹងបច្ចេកទេសពន្លឿនរដូវបាទហើយក្នុងនោះដែរបងបានបញ្ជាក់ឲ្យថាការធ្វើពន្លឿនរដូវមានភាពងាយស្រួលជាងធ្វើនៅក្នុងរដូវដោយសារជាក់លាក់ជាងការធ្វើផ្កាគឺងាយស្រួលជាងមែនទេបង បាទងាយស្រួលជាង ងាយស្រួលជាងហើយជាក់លាក់ជាង បាទ ហើយបើក្នុងឆ្នាំនេះបងហ៊ាននិយាយថាចំណាយតិចជាង តិចជាងបាទដោយសារអាកាសធាតុវាដោះដូរអញ្ចឹងទៅយើងតែបីប៉ុណ្ណេះគ្រីមអញ្ចឹងទៅ បាទ វាយើងមិនធ្វើកខឡើងមកវិញតែឆ្នាំនេះអត់ទេចំពោះពលឿនរដូវអត់ទេមកហើយឆ្នាំទី1រៀងតឹងចិត្តដែរដល់ពេលឆ្នាំទី2ដូចជាអត់អីទេអត់ភ័យអត់ខ្លាចទៀតទេ ផ្លូវដែលយើងធ្លាប់ដើរហើយហើយយើងបានដើរម្ដងលើក្រោយយើងដឹងកលៀតតនាតន័យអីចឹង ហ្នឹង បង ហើយហ្នឹងហើយ បាទចឹងបងអរគុណសម្រាប់ការចែករំលែក បាទ ខ្លីៗអំពីតរេនពលឿនរដូវ បាទហើយចង់ទៅមើលអាក្របតង់ទី2អត់ បាទបង តោះទៅមើលផ្លែតខ្ញុំភ្លេចយកនោះមកចាក់អបការនោះចោល